ចៃលុយបែបអ្នកមានជាមួយនឹង Facebook បងប្អូនចង់ boot មិន boot ទៅប្រើបច្ចេកទេសណាប្រើទៅហាមដាច់ខាតឲ្យ AI របស់ Facebook ចាប់បាននឹងស្គាល់ថាបងប្អូនទាំងអស់គ្នាជាអ្នកមានជាមនុស្សម្នាក់ដែលចូលចិត្ត boot ចាយលុយច្រើនទៅលើ Facebook នោះបងប្អូនទាំងអស់គ្នានឹងជួបបញ្ហាមួយចាយលុយច្រើនកាន់តែចាយកាន់តែដុតលុយចោលគឺលក់អត់បានអញ្ចឹងវីដេអូនេះគឺខ្ញុំសូមផ្ញើជូនទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែធ្វើការ boot page ចរិតអ្នកមានខ្ញុំនិយាយស្រួលស្ដាប់តែវាអាក្រក់ស្ដាប់ពេកយ៉ានិយាយខ្លីៗងាយស្រួលស្ដាប់ប៉ុន្តែវាអាក្រក់ស្ដាប់ឬមកបាក់ស្ដាប់ប៉ុន្តែជាការពិតបងប្អូនទាំងអស់គ្នា Facebook ឥឡូវនេះគឺវាដំណើរការដោយ AI Facebook នៅក្នុងឆ្នាំ2026នេះមិនមែនដូច3ទៅ4ឆ្នាំមុននោះទេបងប្អូនទាំងអស់គ្នាកាលណាបងប្អូនទាំងអស់គ្នា boot page បំបុកលុយច្រើនបាទដាក់ឲ្យវាដើរច្រើននៅក្នុងមួយថ្ងៃនោះ AI វានឹងចាប់ថាបងប្អូនគឺជាអ្នកមានហើយវាខ្ញុំនិយាយត្រង់គឺវាចាប់ទុកយើងជាអ្នកមានបន្ទាប់មកក្នុងមួយ message របស់យើងគឺឡើងថ្លៃទាំងអស់ឡើងថ្លៃហើយយើងលក់អត់សូវបានទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំសូមសម្រាយលម្អិតបន្តិចពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងបើបងប្អូនខ្លះគាត់យល់គាត់ស្ដាប់ខ្ញុំបន្តិចគឺបងប្អូនដឹងហើយប៉ុន្តែបើបងប្អូនខ្លះទៀតគាត់ស្ដាប់គាត់ចូលមកដំបងរៀងបាក់ក្បាលមករៀងវល់មកបន្តិចឥឡូវខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនទាំងអស់គ្នាបងប្អូនអ្នកខ្លះមួយចំនួនគាត់ចូលចិត្ត boot page ហើយគាត់តែងតែគិតថាចាយលុយច្រើននឹងលក់បានចាយលុយកាន់តែច្រើនលក់បានកាន់តែដាច់ចាយលុយច្រើនជាងគេទទួលបានផលច្រើនជាងគេអត់ទេបងប្អូនទាំងអស់គ្នាទ្រឹស្ដីមួយនេះបងប្អូនទាំងអស់គ្នាប្រើបាន3ទៅ4ឆ្នាំមុនតែប៉ុណ្ណោះបើយើងមកប្រើឥឡូវគឺចប់0តែម្ដងដោយសារបងប្អូនទាំងអស់គ្នា Facebook វាចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការផលិតមាតិកាល្អហើយ boot តិចតួចបំផុតដែលអាចធ្វើទៅបានបើសិនជាវីដេអូរបស់យើងល្អមាតិកាយើងល្អផលិតផលយើងល្អហើយចង់មិនចង់យើង boot តិចក៏បានផលច្រើនដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងមានន័យថាបុគ្គល A គាត់មានវីដេអូមិនសូវល្អទេបាទគាត់ boot មួយថ្ងៃ$50តែគាត់លក់បានតែ3ទៅ4នាក់ឯងបុគ្គល B គាត់មានវីដេអូដែលមានគុណភាពហើយមានវីដេអូច្រើនទៀតគាត់ boot មួយថ្ងៃតែ$5ទេតែគាត់បែរជាលក់បាន20ទៅ30កញ្ចប់សួរតាហេតុអីដោយសារតែទី1បុគ្គល B ហ្នឹងគាត់មានវីដេអូដែលមានគុណភាពល្អវីដេអូដែលច្បាស់វីដេអូដែលមានសាច់ការវីដេអូដែលផលិតទៅគឺចំគោលដៅផលិតវីដេអូបានច្រើនមានច្រើនជម្រើសជាទំនុកចិត្តសម្រាប់អតិថិជនគាត់ boot តិចតួចទៅគឺវីដេអូគាត់ផ្ទុះអូតូតែម្ដងតែបុគ្គល A គឺគាត់អត់មានបានពឹងផ្អែកទៅលើការផលិតមាតិកាទេគឺគាត់ផលិតឲ្យតែបានមាតិការបស់គាត់ហោះសួស្ដីអ្នកនរគ្នាខ្ញុំចង់លក់ផលិតផលមួយបងប្អូនអ្នកនរគ្នាតែប៉ុណ្្នឹងហើយគាត់បំបុកលុយ boot រហូតយ៉ាដើរប៉ុន្តែអត់ល្អបានភ្ញៀវតែភ្ញៀវអត់ល្អលក់អត់បានទេបងប្អូនទាំងអស់គ្នាអញ្ចឹងហើយខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាកុំចាយលុយបែបអ្នកមានជាមួយនឹង Facebook ព្រោះអាមេរិកលុយគេច្រើនណាស់បងប្អូនទាំងអស់គ្នាគេអត់ចង់បានលុយរបស់យើងរហូតដល់ថ្នាក់ធ្វើឲ្យយើងបំភ្លេចពាក់ព័ន្ធជាមួយនឹងសេវាកម្មក៏ដូចជាទំនុកចិត្តនៅលើ page របស់យើងទេអញ្ចឹងចង់មិនចង់រៀនចាយលុយបែបអ្នកក្រជាមួយនឹង Facebook បាទនឹងខ្ញុំនិយាយត្រង់និយាយស្រួលស្ដាប់បាទប៉ុន្តែរឿងទៅជាបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ខ្វល់រឿងទៅមិនទៅទេប៉ុន្តែខ្ញុំនិយាយពាក្យប៉ិតណាអញ្ចឹងយើង boot យើងតេស្តវាមើលទៅយើងផលិតមាតិកា4មាតិកាអីទៅឧទាហរណ៍វីដេអូទី1មាតិកាទី1ហ្នឹងយើង boot វាតេស្តទៅបើវាដើរល្អអូខេ boot វាតិចសឹមទៅបាទបើថាថ្ងៃនេះ boot ទៅ10រៀលដើរល្អស្អែកដាក់ទៅ20រៀលទៅអញ្ចឹងណាតែកំវឹបឡើងអាហ្នឹងមកតេស្តមិនទាន់ដើរផងលេស្រាប់ទៅដល់បុកយក50-60រៀលមួយថ្ងៃហ្មងគឺចប់អំបិលបាត់ទៅហើយបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយអីដែលខ្ញុំនិយាយនេះគឺបងប្អូនទាំងអស់គ្នានឹងមិនលឺចេញពីមាត់មនុស្សច្រើននោះទេមានមួយចំនួនតូចទេដែលគាត់ចែកម្លែកដូចខ្ញុំអញ្ចឹងណាព្រោះដោយសារអីវាសិតតែជាឆ្នាំងបាយហើយអញ្ចឹងវីដេអូមួយនេះផ្សាយជូនទៅកាន់ម្ចាស់អាជីវកម្មដែលចូលចាត់ចាយលុយបែបអ្នកមានទៅលើ Facebook បាទជួបគ្នាវីដេអូក្រោយទៀតបាយ